ជ្រើសរើសមនុស្សខុសប្រុសពាលអប្រិយវេយតបមនុស្សស្រីគ្មានអ្វីតតាំងអាងមានអំណាចមិនអាចប្រឆាំងប្រុសអាងកម្លាំងខ្លាំងបានតែស្រីស្នេហ៍គ្រាដំបូងហេតុអ្វីបានជាអ្នកល្អនឹងខ្ញុំម្ល៉េះអ្នកចេះថ្នាក់ថ្នមអ្នកចេះស្រឡាញ់អ្នកអាណិតអ្នកយកចិត្តទុកដាក់អ្នកធ្វើឲ្យខ្ញុំបាក់ចិត្តលឿនអ្នករហូតដល់ជ្រើសរើសផ្លូវដើរជាមួយអ្នកបើដឹងថាអ្នកជាមនុស្សដូចរាល់ថ្ងៃនេះខ្ញុំប្រហែលជាមិនជ្រើសរើសយកអ្នកឡើយអ្នកប្រែប្រួលហើយអ្នកចេញចរិតពិតហើយអ្នកចូលចិត្តយកកម្លាំងបាយមកដោះស្រាយបញ្ហាជាមួយនឹងមនុស្សស្រីដែលទន់ខ្សោយដែលគ្មានកម្លាំងតតាំងជាមួយអ្នកខ្ញុំស្ដាយក្រោយណាស់ដែលខ្ញុំជ្រើសរើសមនុស្សខុសដូចជាអ្នកឯណាទៅបេះដូងដែលធ្លាប់ស្នេហ៍ឯណាទៅវាចាដែលធ្លាប់ស្បត់ស្បែកឯណាទៅចិត្តស្មោះដែលថាមិនព្រួលប្រែតើអ្នកដែលខ្ញុំធ្លាប់ស្គាល់ពីមុនបាត់ទៅណាតើទង្វើល្អល្អពីមុនរបស់អ្នកទៅណាអស់ហើយហេតុអ្វីអ្នកល្អបានតែដំបូងមិនដេចមិនព្រមល្អឲ្យបានរហូតទៅស្ដាយចិត្តស្មោះដែលខ្ញុំមានចំពោះអ្នកស្ដាយភាពជឿជាក់ដែលខ្ញុំប្រគល់ឲ្យអ្នកបានអ្នកអស់ចិត្តស្នេហ៍ចំពោះខ្ញុំហើយអ្នកអើយកុំប្រើហិង្សាមកលើខ្ញុំដូច្នេះអីព្រោះខ្ញុំក៏ជាមនុស្សមានសាច់មានឈាមចេះឈឺចាប់ដូចគ្នាអ្នកជាបរិសុទ្ធដែលអន់ខ្លាំងណាស់ដែលអ្នកប្រើអំណាចបានតែជាមួយមនុស្សស្រីអ្នកជាប្តីដែលថោកទាបណាស់ដែលអ្នកហ៊ានលើកដៃវាយប្រពន្ធទន់ខ្សោយបញ្ហាក្នុងគ្រួសារអ្នកណាក៏មានដូចគ្នាតែការចេះដោះស្រាយដោយសន្តិវិធីមិនយកកំហឹងទប់កំហល់ឆ្ងល់ឬសង្ស័យអ្វីគ្នាត្រូវតែស៊ូរកហេតុផលកុំអាងអីវាយអាងអីជេរបញ្ចោលឡូឡាហឹង្សាពេញផ្ទះអ្នកជាមេគ្រួសារត្រូវតែធ្វើជាគំរូភាពដល់អ្នកដែលនៅក្នុងគ្រួសារទាំងមូលវាជាការពិតដែលថាជីវិតក្នុងគ្រួសារដូចចាននៅក្នុងរាវតែងប៉ះទង្គិចគ្នាជាធម្មតាតែទង្វើរបស់អ្នកគឺវាមិនធម្មតាដូចចាននៅក្នុងរាវឡើយអ្នកធ្វើឲ្យមានស្នាមប្រេះច្រើនណាស់នៅក្នុងបេះដូងរបស់ខ្ញុំដែលមិនអាចជួសជុលឲ្យដូចដើមវិញបានវាចិត្តផ្ទុះបែកហើយព្រោះតែការជឿចាប់ដែលអ្នកផ្ដល់ឲ្យនៅក្នុងโลกនេះតើមនុស្សស្រីណាដែលចង់មានឈ្មោះថាជាស្រីមេម៉ាយហើយតើមនុស្សស្រីណាដែលចង់បែកបាក់គ្រួសារគ្រប់មនុស្សស្រីទាំងអស់សុទ្ធតែចង់រួមរស់ជាមួយស្វាមីរហូតអវសាននៃជីវិតនៅក្បែរអ្នកតែបេះដូងដូចខ្ញុំនៅតែឯកាប្រុសភាពកក់ក្ដៅអ្នកលេងផ្ដាល់ដូចមុនទៀតហើយនិយាយគ្នាម្ដងណាក៏មានតែរឿងឆ្លោះមិនដែលយល់មួយថ្ងៃអ្នកចាប់ផ្ដើមចោលផ្ទះអ្នកមិនខ្វល់ខ្វាយរឿងគ្រួសារហើយអ្នកក៏ចាប់ផ្ដើមប្រើអំពើហិង្សាបន្ទាប់ពីខ្លួនប្រាណរបស់អ្នកធំក្លិនស្រាតើអ្នកមានអាណិតចិត្តប្រពន្ធខ្លះទេអ្នកមានគិតដល់អនាគតកូនដែរទេឯណាទៅសុភមង្គលគ្រួសារដែលអ្នកធ្លាប់និយាយថាចង់កសាងជាមួយគ្នាសុភមង្គលមិនមានស្ថិតនៅលើលុយតែម្យ៉ាងនោះទេបើមានតែទ្រព្យតែគ្មានសេចក្តីសុខជីវិតនេះគឺគ្មានន័យដែរព្រោះតែមិនចង់បែកបាក់គ្រួសារមិនចង់មានឈ្មោះថាជាស្រីមេម៉ាយនិងមិនចង់ឲ្យកូនខ្លាចជាកូនកំព្រាព្រោះតែឪពុកម្ដាយលែងលះគ្នាទើបខំទ្រាំខំមាត់សង្កត់ចិត្តលេបទឹកភ្នែកដើម្បីបានរស់នៅជុំគ្រួសារទោះបីជាអ្នកធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងណាក៏នៅតែព្យាយាមទ្រាំគឺទ្រាំរហូតដល់ពេលនេះទ្រាំទាំងបេះដូងខ្ទេចខ្ទាំប្រុសចង់កសាងដំបូកដែលកក់ក្ដៅមួយឲ្យដល់កូនពេលនេះខ្ញុំពិតជាទ្រាំទៅមុខទៀតលែងបានហើយប្រុសអ្នកពិតជាគូឲ្យខ្លាចណាស់អ្នកសាហាវខូខើណាស់
អ្នកប្រើប្រាស់អំពើហិង្សាមកលើខ្ញុំស្ទើរតែរាល់ថ្ងៃនៅចំពោះមុខកូនអ្នកមិនសមជាប្តីល្អមិនសមជាឪពុកល្អទេនេះគឺជាបទពិសោធន៍ជីវិតដែលមនុស្សស្រីជាច្រើនអ្នកតែងតែជួបប្រទះហើយព្យាយាមហែឆ្លងយ៉ាងលំបាកវេទនាដែលរងគ្រោះព្រោះតែអំពើហិង្សាពីស្វាមីជីវិតស្ទើរតែសាបសូន្យព្រោះតែពាក្យថាទ្រាំដើម្បីកូននិងទ្រាំព្រោះតែស្រឡាញ់ប្តីទើបត្រូវរស់នៅទាំងភ័យខ្លាចរស់នៅទាំងឈឺចាប់រស់នៅដូចស្លាប់រស់តែសម្បកកាយតែហាក់បាត់បង់សតិស្មារតីព្រោះតែប្តីធ្វើបានសូមផ្ដាំទៅបរោះទាំងអស់ថាមនុស្សប្រុសដែលប្រពៃគឺជាមនុស្សប្រុសដែលផ្ដល់តម្លៃឲ្យមនុស្សស្រីមនុស្សប្រុសដែលថ្លៃថ្លាគេមិនលើកដៃវាយមនុស្សស្រីទេព្រោះយើងជាប្រុសបើវាយស្រីគឺវាថោកទាបណាស់